ការវាយប្រហារនឹងការបាញ់កំភ្លើងរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់7នាក់រួមទាំងកុមារម្នាក់នៅតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារទី7ខែកក្កដាឆ្នាំ2026ម្សិលមិញនេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអារ៉ាប់ក្រុមគ្រូពេទ្យនិយាយថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់បុរសម្នាក់និងធ្វើឲ្យកុមារ2នាក់រងរបួសនៅក្នុងតំបន់ម៉ាវ៉ាស៊ីនៃខណ្ឌយូណាសនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាចំណែកយោធាអ៊ីស្រាអែលបានប្រាប់រយទ័រថាពួកគេបានកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ក្រុមគ្រូពេទ្យដដែលអះអាងថាការវាយប្រហារតាមអាកាសមួយទៀតរបស់អ៊ីស្រាអែលនៅជិតជំរុំតង់លំនៅស្ថានគ្រួសារជនភៀសខ្លួននៅភាគខាងលិចទីក្រុងហ្គាហ្សាដោយសម្លាប់មនុស្សម្នាក់និងមនុស្ស5នាក់ផ្សេងទៀតរងរបួសខណៈដែលការវាយប្រហារតាមអាកាសលើកទី3នៅខណ្ឌយូណាសបានសម្លាប់មនុស្សម្នាក់និងមនុស្ស3នាក់ផ្សេងទៀតបានរងរបួសយោធាអ៊ីស្រាអែលបាននិយាយថាការវាយប្រហារទាំងពីរលើកនេះគឺសុទ្ធសឹងតែជាការកំណត់គោលដៅទៅលើក្រុមហាម៉ាស់ទាំងអស់អ៊ីស្រាអែលបានធ្វើការវាយប្រហារម្ដងហើយម្ដងទៀតនៅតំបន់ហ្គាហ្សាចាប់តាំងពីបទឈប់បាញ់ដែលមានការសម្របសម្រួលពីសហរដ្ឋអាមេរិកជាមួយក្រុមហាម៉ាស់ចូលជាធរមានកាលពីខែតុលាឆ្នាំ2025ដោយនិយាយថាខ្លួនកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធដែលគំរាមកំហែងកងកម្លាំងរបស់ខ្លួនឬអ្នកដែលចូលរួមក្នុងការវាយប្រហារកាលពីខែតុលាឆ្នាំ2023លើប្រទេសអ៊ីស្រាអែលក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភទៅលើបទឈប់បាញ់លោកនីកូឡៃម៉ាឡាឌីណូបេសកជននៃក្រុមប្រឹក្សាសន្តិភាពដែលត្រូវបានតែងតាំងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រចាំតំបន់ Gaza បាននិយាយថាភាគីទាំងពីរបានរំលោភទៅលើកិច្ចព្រមព្រៀងនេះចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពី5ខែមុននោះជនជាតិប៉ាឡេស្ទីនជាង1070នាក់ភាគច្រើនជាជនស៊ីវិលនិងទាហានអ៊ីស្រាអែល4នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Gaza កងទ័ពអ៊ីស្រាអែលដែលគ្រប់គ្រងតំបន់ Gaza ជាង 60% ដោយដើរល្បាតតាមអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ពិពណ៌នាថាជាតំបន់ការពារដើម្បីរារាំងការវាយប្រហាររបស់ក្រុមហាម៉ាស់លោក Netanyahu និយាយថាអ៊ីស្រាអែលនឹងមិនដកខ្លួនចេញពីទឹកដីនោះទេការទម្លាក់គ្រាប់បែកលើអាកាសនិងដីគោកដ៏សាហាវរបស់អ៊ីស្រាអែលនៅតំបន់ Gaza បានផ្លាស់ទីលំនៅប្រជាជនជិត2លាននាក់ដែលភាគច្រើននៃពួកគេឥឡូវនេះរស់នៅក្នុងតង់ឬអគារដែលរងការខូចខាតនៅក្នុងដីតូចចង្អៀតដែលគ្រប់គ្រងដោយក្រុមហាម៉ាស់យុទ្ធជនដឹកនាំដោយក្រុមហាម៉ាស់បានសម្លាប់មនុស្ស1200នាក់ក្នុងកំឡុងពេលការវាយប្រហារឆ្លងព្រំដែនរបស់ពួកគេចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី7ខែតុលាឆ្នាំ2023នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែលក៏បើកការវាយប្រហារសងសឹកវិញនៅតំបន់ Gazaបណ្ដាលឲ្យជនជាតិប៉ាឡេស្ទីនជាង 73000 នាក់ត្រូវបានសម្លាប់នៅក្នុងទឹកដីចាប់តាំងពីថ្ងៃទី7ខែតុលាឆ្នាំ2023មក